ក្មេងៗសម័យឥឡូវល្មមអាចគៀនចាមើលលោកអ៊ំមានបច្ចុប្បន្នរៀងច្រើនណាស់ប៉ុន្តែនៅបើកត្រាក់ទ័រវាយដីមួយឆ្ងាញ់ចាគឺលោកអ៊ំគឺមុនពេលទិញត្រាក់ទ័រហ្នឹងគឺអត់មានបទពិសោធន៍កាន់ត្រាក់ទ័រតតែសោះចាពេលក្រុមការងារគាត់ដឹកទៅជូនគឺគ្រាន់តែធ្វើការបង្រៀនមកសន្ទុះចាលោកអ៊ំឡើងបើកឡើងវាយអង្គប់ដោយខ្លួនឯងតែម្ដងចាជាក់ស្ដែងគឺកូនគាត់ប្រាប់ថាអត់ចង់ឲ្យធ្វើជាចំការឬក៏ដាំដុះអីទេខ្លាចលោកអ៊ំហត់ប៉ុន្តែលោកអ៊ំប្រាប់ថាយើងសម័យឥឡូវស្រួលហ្នឹងចាមានទៅពិបាកអីយើងមិនមែនទៅកាប់ចប់យើងមិនមែនទៅប្រើជាគោយន្តទេដោយសារវ័យរៀងច្រើនហ្នឹងអញ្ចឹងយើងទិញជាត្រាក់ទ័រចាបើកព្យួរបើកវាយអង្គប់អីគេថាមកស្រួលតែម្ដងបងអាចមើលបានចាដីនេះគឺយើងអត់ទាន់ធ្វើការព្យួរទេគឺវាយអង្គប់យកតែម្ដងប៉ុន្តែវាយចេញមកឡើងម៉ត់ស្អាតហើយសម្រាប់ត្រាក់ទ័រនេះគឺមានកម្លាំង26សេះម៉ាកយ៉ាន់ម៉ាចាគឺកម្លាំងប៉ុណ្ណេះបងយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារមិនថាវាយអង្គប់មិនថាព្យួរមិនថាអូលម៉កទេប៉ុណ្ណេះគឺមកល្មមចាសម្រាប់បងដែលមានចំការចាគឺបងអាចធ្វើការកំងបានមិនថាជាប្រភេទត្រាក់ទ័រខ្នាតតូចខ្នាតធំឬក៏ខ្នាតកណ្ដាលបងចង់បានត្រាក់ទ័រមួយទឹកមកពីប្រទេសជប៉ុននៅសំណុំស៊ីនស្អាតចាហើយជាពិសេសហ្នឹងគឺជួយសម្រួលដល់ការងារបងនៅតាមចំការបងអាចធ្វើការកំងពីពេកតុងមេងឌីបានចាដោយលោកអ៊ំអញ្ចឹងគឺគាត់កំងខ្នាត26សេះម៉ាកយ៉ាន់ម៉ាយកទៅប្រើប្រាស់ចាអញ្ចឹងបងអាចមើលពីគុណភាពចាគឺវាយដីអីគឺថាមកម៉ត់ស្អាតតែម្ដងចាគាត់តែសាកហ្នឹងគឺថាចង់អស់ដីបាត់ហើយចាគឺថាដោយសារវាយលឿនចាគឺគាត់តែសាកមកជុំពីជុំហ្នឹងឡើងចង់សពដីបាត់ចាអញ្ចឹងបងដែលមានតម្រូវការចាត្រាក់ទ័រគ្រប់ខ្នាតបងអាចធ្វើការកំងពីពេកតុងមេងឌីបាន